chẳng vì này đó ní cứ 50 vì này cái bộ về 9 កន្លះ កន្លែង flank នេះវាជា sphere ហើយនឹងចម្រៅ 13.5 Okay, your partial flank option sphere override 3.15 measurement point គឺនៅខាងក្រោម 9.4 Okay. Value នេះ 10 ពីនេះមកដល់នេះ 21 Okay. ហើយខាងលើនេះ material inside ត្រូវចម្ងាយទៅតាមប៉ុណ្ណេះចុះហើយខ្ញុំគូររង្វង់នេះមានកប់ចិត្ត 20 អានេះ 13 ហើយចម្ងាយវាគឺ 50 Okay, អញ្ចឹងតាមនេះយើងឃើញអ្វីគូបន្ថែមសាច់អ្វីគូកាត់គឺដឹងហើយអញ្ចឹងនេះថែមសាច់ខាងក្រៅមួយសិន Okay. តែក្រៅនេះកាត់ចោលតែក្នុងកាត់ចោលដែរ Okay. អញ្ចឹងអ្វីយើងត្រូវការគឺតែប៉ុណ្្នេះទេអញ្ចឹងប៉ុណ្្នេះហើយគឺនៅរង្វង់មួយទៀតរង្វង់តូចៗចារង្វង់តូចៗយើងខាងចុងនេះគឺ 5 ហើយចម្ងាយវា 41 Okay. នៅចំហៀងទៀត 6 20 Okay, 20 អញ្ចឹងអានេះចន្លោះគ្នាប្រហែលទៀតOkay, អានេះអត់សំខាន់អានេះ 72 អញ្ចឹងពីនេះដល់នេះគឺ72ហើយយើងគូតតភ្ជាប់អូខេខ្ញុំព្រីមនេះចោលខាត់វាចោលមកអូខេអស់ហើយនេះទៀតទេណា21នេះនេះហ្នឹងហើយ
21មិនឥឡូវយើងគិតថានេះមិនស្វែងស្រុកបាន32ហើយ32មកពាក់កណ្ដាល16ហើយ16នេះ10បូកថែម5ទៀតទៅមិន21ហើយយើងគូខុសហើយយើងហ្វិចអីសិនណាហ្វិចអានេះ10ដាក់វាឡុកឲ្យជាងក្រហមសិនណាហើយយើងពូខៀវវារេអាពលដែរឥឡូវបើសិនជាអស់ខ្ញុំសាកឆែកមកឃើញត្រូវអត់អូអសនេះទៀតអាខ្ញុំផ្លិចហ្នឹងនេះកោងនេះ2សង្ខារនេះ2ដែរចឹងហ្នឹងយើងប្រើ break corner បើយើងដាក់ជា CE ហើយយើងប្រើ break corner វិញហ្នឹងបើយើងកើតជា 2D អាចប្រើ fillet បានតែនេះយើងប្រើ break corner អូខេឥឡូវដូចជាអស់ហើយអូខេអញ្ចឹងកណនីមើលswitch property update 6443